រលកថ្មីនៃជំងឺ COVID-19 វាយលុកហុងកុងសង្ហបុរីចិនថៃមេរោគ COVID-19 បានលេចចេញជារូបរាងឡើងវិញដោយឆ្ងាត់ៗដែលជាក្តីបារម្ភកាន់តែខ្លាំងឡើងនៅក្នុងតំបន់អាស៊ីជាពិសេសទីក្រុងហុងកុងសង្ហបុរីចិននិងថៃជាមួយនឹងការកើនឡើងនៃការឆ្លងនិងករណីធ្ងន់ធ្ងរនៅក្នុងប្រទេសសង្ហបុរីក្រសួងសុខាភិបាលបានបង្ហាញថាករណី COVID-19 ក្នុងសប្តាហ៍នេះបានកើនឡើង 28% ឡើងដល់ប្រមាណ 14,200 ការចូលរួមមន្ទីរពេទ្យក៏ដោយសារតែមេរោគកើនឡើងប្រហែល 30% ដែររដ្ឋាភិបាលកំពុងណែនាំជាបន្ទាន់ដល់ក្រុមដែលមានហានិភ័យខ្ពស់ជាពិសេសមនុស្សចាស់និងអ្នកដែលមានស្ថានភាពសុខភាពមូលដ្ឋានដើម្បីទទួលបានការចាក់បង្ការមេរោគឲ្យបានឆាប់តាមដែលអាចធ្វើទៅបាននិន្នាការស្រដៀងគ្នានេះត្រូវបានគេសង្កេតឃើញនៅក្នុងប្រទេសចិននិងប្រទេសថៃមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់ចិន China CDC បានរាយការណ៍ថាអត្រាធ្វើតេស្តវិជ្ជមាននៅក្នុងមន្ទីរពេទ្យបានកើនឡើងជាង2ដងក្នុងរយៈពេល5សប្តាហ៍ដែលឈានទៅដល់ថ្ងៃទី4ខែឧសភានេះត្រូវបានចាត់ទុកថាជាសញ្ញាព្រមានដែលថាប្រទេសចិននឹងអាចឈានចូលរលកស្រដៀងនឹងបទពិសោធន៍កាលពីរដូវក្តៅមុននៅក្នុងប្រទេសថៃការផ្ទុះឡើងនៃ COVID-19 បានធ្វើឡើងបន្ទាប់ពីពិធីបុណ្យសង្ក្រាន្តក្នុងខែមេសាដែលពាក់ព័ន្ធទៅនឹងការជួបជុំគ្នាយ៉ាងទូលំទូលាយហើយត្រូវបានគេជឿថាបានបង្កើនល្បឿននៃការឆ្លងនាយកស្ថានប្រយុទ្ធនឹងជំងឺបានបញ្ជាក់ថាប្រទេសនេះបានជួបប្រទះនឹងការផ្ទុះឡើងយ៉ាងខ្លាំងចំនួន2ដងក្នុងរយៈពេលតែប៉ុន្មានខែក្នុងឆ្នាំនេះទន្ទឹមនឹងនេះឥណ្ឌាមិនទាន់បង្ហាញសញ្ញានៃការផ្ទុះឡើងថ្មីនៅឡើយក្រសួងសុខាភិបាលនិងសុខុមាលភាពគ្រួសារបានរាយការណ៍ថាមានករណីសកម្មចំនួន93ប៉ុណ្ណោះនៅទូទាំងប្រទេសដោយគ្មានភស្តុតាងច្បាស់លាស់នៃការកើនឡើងវិញនៅពេលនេះការងើបឡើងវិញនៃ COVID-19 ក្នុងអំឡុងពេលរដូវក្តៅគឺជាមូលហេតុនៃការព្រួយបារម្ភព្រោះវាផ្ទុយនឹងការសន្មតពីមុនដែលថាវីរុសនឹងមានឥរិយាបថស្រដៀងគ្នាទៅនឹងជំងឺគ្រុនផ្ដាសាយតាមរដូវដែលជាធម្មតាថយចុះនៅក្នុងខែក្តៅការកើនឡើងចំនួនករណីនៅហុងកុងសង្ហបុរីចិននិងថៃបង្ហាញថាជំងឺរាតត្បាតមិនទាន់ចប់ទេ COVID-19 នៅតែបន្តគំរាមកំហែងដល់ប្រព័ន្ធសុខភាពសាធារណៈជាពិសេសប្រសិនបើវិធានការត្រូវបានបន្ធូរបន្ថយ។